កាលពីព្រេងនាយមានសត្វចម្លែកពីរក្បាលកំពុងតែប្រយុទ្ធគ្នានៅលើផ្ទៃសមុទ្រស្រាប់តែមានសត្វនោះដ៏ធំសឿមែនទែនតែម្ដងសត្វនោះគឺសត្វដាយណូស័រនិងសត្វគីងកុងបានប្រយុទ្ធគ្នាលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយវាកំពុងតែសម្ដៅទៅរកគ្នាហើយក៏គីងកុងបានគិតទៅម្ខាងព្រោះតែគីងកុងវាបានអស់កម្លាំងខ្លាំងពេកដូច្នេះវាក៏ហក់ប្រយុទ្ធគ្នាទៅវិញទៅមកដាក់មួយដៃចំដាយណូស័រក៏ហក់ទៅខាងវិញយ៉ាងណាក៏មិនឈ្នះគីងកុងដែរគីងកុងបានត្រូវដៃដោយបន្លាមុតស្រួយរបស់ដាយណូស័របានឃើញគីងកុងកំពុងតែមុតដៃអញ្ចឹងវាកំពុងតែខឹងខ្លាំងស្រែកដាក់គីងកុងរួចហើយក៏វាយចំគីងកុងរយះរយាយសាច់ឡើងខ្ទេចតែម្ដងហើយគីងកុងក៏បានដេកសន្លប់នៅលើផ្ទៃសមុទ្រលុះពេលគីងកុងដែលបានដឹងខ្លួនឡើងមកវិញបានខឹងដាយណូស័រខ្លាំងមែនទែនដូចគីងកុងក៏បានមើលសម្លឹងទៅដាយណូស័រមើលហើយមើលទៀតឯមើលទៅក្រោយចាប់ផ្ដើមតែសម្លឹងយកដៃមករកហក់ទៅសម្លាប់ពាក្យសត្វដាយណូស័រស្រាប់តែគីងកុងបានរត់ចេញទៅលើគោកហក់ឡើងទៅសម្រាប់តែដាយណូស័រនោះបានហក់ទៅមិនទាន់ស្រាប់តែខឹងខ្លាំងមែនទែនស្រែកជំទាវឮខ្លាំងនៅលើនោះស្រាប់តែគីងកុងបានយកដុំថ្មមកវាយសម្លាប់ដាយណូស័រយ៉ាងធ្ងន់ធ្ងរតែដាយណូស័របានខំដៃជក់គីងកុងជាប់គីងកុងក៏បានសម្លាប់វាដាយណូស័រវិញស្រាប់វាយគ្នាលើផ្ទៃសមុទ្រឡើងផ្អើលអស់សត្វពពួកទាំងឡាយស្រាប់តែខំគ្នាទៅវិញទៅមកបោកគ្នានឹងផ្ទាំងថ្មធំទឹករលកបក់បោកមកយ៉ាងខ្លាំងស្រាប់តែគីងកុងបានត្រូវមកមួយកន្ទុយរបស់សត្វដាយណូស័រស្រាប់តែគីងកុងបានដេកសន្លប់ស្មានតែគីងកុងស្លាប់ដាយណូស័របានឡើងជាន់ពីលើស្រែកជំទាវខ្លាំងថាយើងឈ្នះហើយទីបំផុតឯងត្រូវតែស្លាប់ទាំងពេលនោះស្រាប់គីងកុងកំពុងតែដឹងខ្លួនថាយីអាណាជន់អញគិតធ្ងន់ម្ល៉េះមើលទៅលើនោះស្រាប់តែឃើញដាយណូស័រកំពុងតែជាន់គេស្រាប់តែសត្វគីងកុងបានយកដុំថ្មមកវាយជើងរបស់សត្វដាយណូស័រវាយក្បាលផងវាយជើងផងដាយណូស័រនោះបានសន្លប់ម្ដងគីងកុងក៏បានលើកសត្វដាយណូស័រនោះមកវាយយកដុំថ្មមកវាយម្ដងហើយម្ដងទៀតដាយណូស័រនោះក៏បានសន្លប់នៅក្នុងទឹកតែម្ដងគីងកុងមិនឈប់ហើយទេស្រាប់តែវាយទៅវាយរហូតដល់តែសត្វនោះកំពុងតែបញ្ចេញយុទ្ធសាស្ត្រដ៏ខ្លាំងក្លាលើផ្ទៃទឹកស្រាប់គីងកុងស្រាប់តែមានរលាកភ្លើងចេញពីខ្លួនហើយដាយណូស័របានបញ្ចេញយុទ្ធសាស្ត្រជាផ្សែងសដ៏ខ្លាំងក្លាទៅសម្ដៅទៅរកសត្វគីងកុងក៏ចាប់បានបោកសម្លាប់នៅក្នុងទឹកសមុទ្រស្រាប់តែដាយណូស័រគីងកុងបានក្រលៀកស្ដាំមើលទៅមិនឃើញសត្វដាយណូស័រសោះវាស្មានថាដាយណូស័រនោះបានស្លាប់ទៅហើយការពិតដាយណូស័រនោះបានសំងំហក់មកសំដៅមករកសត្វគីងកុងហើយសត្វគីងកុងនោះក៏បានប្រយុទ្ធខំគ្នាទៅបាតសមុទ្រគីងកុងខំរើបំរាស់ខ្លួនយ៉ាងខ្លាំងបំផុតតែមិនអាចទៅបំរាស់រួចលុះដល់ពេលបាតសមុទ្រគីងកុងក៏របូតចេញពីមាត់ដាយណូស័រគីងកុងក៏បានហក់ទៅលើបាតផ្ទៃសមុទ្រវិញហើយសត្វដាយណូស័របានហក់មកសម្រាប់គីងកុងទៀតព្រោះតែដាយណូស័រនោះវានៅក្នុងទឹកវាជំនាញរបស់វាឯសត្វគីងកុងមិនអាចនៅក្នុងទឹកបានយូរទេស្រាប់តែដាយណូស័រនោះបានចាប់ជ្រមុជគីងកុងទៅបាតសមុទ្រម្ដងទៀតគីងកុងក៏អស់សង្ឃឹមខ្លាំងមែនទែនមកនឹងសត្វដាយណូស័របានបាត់ខ្លួននៅពេលនោះស្រាប់តែមានដាយណូស័រនោះបានស្ទុះមកយ៉ាងខ្លាំងពីផ្ទៃទឹកស្មានតែវាត្រេកអរនឹងសម្លាប់គីងកុងការពិតវាកំពុងតែហែសម្ដៅទៅរកកោះដើម្បីព្យាបាលខ្លួនរបស់វាតែនៅទីបំផុតសត្វគីងកុងមិនបានស្លាប់ទេវាបានអណ្ដែតមកច្រាំងសមុទ្រនៅដល់សែនឆ្ងាយពីទីនោះទីប្រយុទ្ធគ្នា